ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះដែរនាងខ្ញុំមានមុខម្ហូបខ្លះៗដើម្បីបង្ហាញបងប្អូនគឺមុខម្ហូបដែលងាយពេលដែលយើងបានជួបជុំជាមួយបងប្អូនឥតព្រៀងទុកអញ្ចឹងណាបងប្អូនដូចជាខ្ញុំថ្ងៃនេះជាដើមគឺបានទៅលេងផ្ទះបងប្រុសនៅឯជនបទអីអញ្ចឹងណាដោយសារតែការទៅលេងរបស់នាងខ្ញុំអត់បានព្រៀងទុកអញ្ចឹងគឺអត់មានម្ហូបអីទេពេលជួបជុំគ្នាអញ្ចឹងមានតែបន្លែបន្តិចតួចដែលយើងបេះបាននៅក្បែរផ្ទះដូចជាកសាំងទៀបនេះជាដើមបងប្អូនដោយឡែកនាងខ្ញុំបានសាច់គោទៅបន្តិចបន្តួចអញ្ចឹងដែរទៅក៏បេះអាកសាំងទៀបហ្នឹងដើម្បីធ្វើឡុកឡាក់ជាមួយនឹងកសាំងទៀបតែម្ដងទៅមិនមកអង្គយូរនាងខ្ញុំរៀបបន្លែរៀបចំជាស្រេចរួចមកធ្វើទឹកជ្រលក់បងប្អូនគឺប្រែតែម្សៅស៊ុបប៊ីចេងស្ករដាក់តែមើមខ្ទឹមសបន្តិចច្បាច់តែក្រូចឆ្មាបន្តិចមករួចរាល់ល្មមដើម្បីជ្រលក់ជាមួយនឹងសាច់រំលីងរបស់យើងដាក់លើកសាំងទៀបនឹងឯងបងប្អូនហើយនឹងមានជាមួយនឹងបុកល្ហុងមួយមុខទៀតដោយសារតែផ្ទះបងរបស់ខ្ញុំគាត់មានល្ហុងអញ្ចឹងចាបេះល្ហុងយកមកឈូសហើយក៏មានគ្រឿងក្រើខ្លះដែរហើយក៏វាមិនគ្រប់មុខដែរបងប្អូនបន្លែនៅតាមជនបទយើងមានប្រមាណយើងធ្វើប៉ុណ្ណឹងទៅចាដើម្បីហូបជុំគ្នាក៏បង្កើតភាពសប្បាយរីករាយមួយយ៉ាងដែរដោយការនឹករលឹកគ្នាអញ្ចឹងទៅលេងដោយមិនបានព្រាមទុកហើយតាមផ្លូវហ្នឹងភ្លៀងផងរលឹមផងជាប់កលុកកលាក់តាមផ្លូវទម្រាំដល់ចង់ហួសម៉ោងបាយក៏ចាប់ផ្ដើមរៀបចំធ្វើម្ហូបម្ហែបហ្នឹងបញ្ញាប់អញ្ចឹងបងប្អូនចាដោយមានដូចខ្ញុំថាអញ្ចឹងគឺលុកលាក់កសាំងទៀបហ្នឹងហើយនឹងបុកល្ហុងមួយមុខឥឡូវនេះខ្ញុំចាប់ផ្ដើមឆាសាច់ដើម្បីដាក់នៅក្នុងកសាំងទៀបរបស់នេះខ្ញុំហើយគឺនេះខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅនៅប្រេងឆានិងខ្ទឹមសបងប្អូនដោយតែបងប្អូនបានធ្វើអញ្ចឹងចាគាត់នាងខ្ញុំចង់បង្ហាញពីរបៀបធ្វើពេលជុំគ្នាបញ្ញាប់អញ្ចឹងបងប្អូនចាកូរឲ្យក្រហមស្គមតិចមកយើងដាក់ទឹកត្រីឈុលតែម្ដងបងប្អូនដើម្បីកុំឲ្យខ្លោចហើយដាក់សាច់របស់យើងចូលមកបន្ទាប់មកទៀតយើងកូរចុះកូរឡើងដើម្បីឲ្យសពុបសាច់បងប្អូនហើយចាំដាក់គ្រឿងក្រៅរបស់យើងតាមក្រោយទៀតហើយគ្រឿងក្រៅនោះដែរមានម្សៅស៊ុបប៊ីចេងមកបន្តិចចឹងមកបងប្អូនហើយនឹងម្រេចចាហើយប្រេងខ្យងចំពោះនាងខ្ញុំទៅស្រុកស្រែអញ្ចឹងគឺអត់សូវប្រើទេប្រេងខ្យងដោយសារអត់មានអញ្ចឹងគឺអត់ដាក់តែម្ដងទៅចំពោះបងប្អូនមានដាក់ទៅរឹតតែឆ្ងាញ់ហើយសាច់គោនេះដែរកុំឲ្យឆ្អិនពេកបងប្អូនឆ្អិនពេកគឺស្វិតណាចាឥឡូវគឺបានឆ្អិនរួចរាល់ហើយគ្រាន់តែលើកដាក់មកលើចានដែលនាងខ្ញុំរៀបបន្លែកសាំងទៀបនឹងជាការស្រេចញាប់ដៃញាប់ជើងឥឡូវឆ្អិនបានមុខហើយបងប្អូនជ្រលក់ជាមួយនឹងទឹកម្រេចដែលយើងធ្វើមិញហ្នឹងគឺថាឆ្ងាញ់យកតែម្ដងឥឡូវមកបុកល្ហុងមួយមុខទៀតគឺដាក់តែមើមខ្ទឹមហើយនឹងម្ទេសបុកជាមួយនឹងប៊ីចេងស្កររបស់យើងមកបងប្អូនបុកល្ហុងតាមបែបលក្ខណៈស្រុកស្រែក៏ឆ្ងាញ់មួយយ៉ាងដែរទោះមានគ្រឿងមិនសូវគ្រប់ដូចគេក៏ឆ្ងាញ់ដែរបងប្អូនចាដាក់តាមទម្លាប់របស់បងប្អូនក៏បានឬក៏ធ្វើតាមនាងខ្ញុំក៏បានដែរហើយចំពោះបុកល្ហុងនេះដែរបើបានសណ្តែកគួរឬក៏ត្រកួនទៀតកាន់តែឆ្ងាញ់ចំពោះនាងខ្ញុំថ្ងៃនេះគឺអត់មានទេគឺមានបន្លែប្រហែលមុខគឺដាក់ប៉ុណ្ណឹងយកតែម្ដងណាបន្ទាប់ពីបុកមើមខ្ទឹមជាមួយស្ករសប៊ីចេងនិងម្ទេសរួចមកនេះខ្ញុំបន្ថែមជាមួយនឹងកាពិបងប្អូនដាក់បន្លំមតាមចំណង់ចំណូលចិត្តហើយដាក់សណ្តែកដីហើយកូរវាច្បាច់ក្រូចឆ្មាយកតែម្ដងហើយបន្ទាប់មកទៀតគឺនាងខ្ញុំចាត់ពេញប៉ោះដាក់បងប្អូនបើមានសណ្តែកគួរក្រិតតែល្អដោយសារតែនាងខ្ញុំគ្មានគឺអត់ប្រើតែម្ដងទៅចាបន្ទាប់មកទៀតយើងបុកកូរវាឲ្យសព្វជាតិនឹងមកដាក់ល្ហុងយើងយកតែម្ដងបងប្អូនល្ហុងយើងដាក់ទៅតាមបរិមាណនៅគ្រឿងក្រៅដែលយើងបានផ្សំចូលបាញ់ណាបងប្អូនដាក់តាមចំណង់ចំណូលចិត្តហើយភ្លក់មើលបើសិនជាខ្វះអីយើងថែមនឹងពីលើក៏បានដែរហើយបុកល្ហុងមួយមុខនេះនិយាយពីថាឈ្ងុយយកតែម្ដងបងប្អូនហើយជាមួយនឹងជីទាំងវងដែលដុះនៅក្បែរផ្ទះតែមិនបានបង្ហាញបងប្អូនទេក្បែរផ្ទះបងប្រុសរបស់ខ្ញុំនឹងឯងបេះដាក់ជាមួយគ្នានឹងមកនិយាយពីថាត្រូវគ្នាតែម្ដងឥឡូវបុកល្ហុងរបស់នាងខ្ញុំគឺបានរួចរាល់ចំនួនមួយថាសទៀតហើយបងប្អូនគិតទៅជួបជុំគ្នានៅតាមស្រុកស្រែយើងអត់បានព្រៀងទុកអញ្ចឹងយើងមានអីយើងធ្វើតាមលទ្ធភាពដែលយើងមាននៅតាមផ្ទះរបស់យើងអញ្ចឹងបងប្អូនទោះมันមានអីឆ្ងាញ់ដូចគេក៏ដោយក៏ការជួបជុំរបស់យើងបង្កើតនូវភាពរីករាយមួយកម្រិតថែមទៀតរវាងបងប្អូនអញ្ចឹងចាជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះ